បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីទាំងអស់គ្នាបាទគិតត្រឹមថ្ងៃទី12ឆ្នាំ2025នេះគឺភាគីសៀមគឺនៅតែបន្តបាញ់មកលើទឹកដីនៃកម្ពុជាយើងគឺបន្ទាប់ពីលោកអនុทินបានប្រកាសប្រគល់តំណែងទៅឲ្យពលរដ្ឋវិញក៏ប៉ុន្តែយើងមិនទាន់នៅទុកចិត្តអនុทินទេក៏ដូចជាមិនទុកចិត្តនៅនាយករដ្ឋមន្ត្រីសម្ដីវលងាយបាទអញ្ចឹងខ្ញុំបាទសូមដាក់ឈ្មោះឲ្យលោកអនុทินគឺជានាយករដ្ឋមន្ត្រីសម្ដីវលងាយបាទតោះឥឡូវទៅលំអិតជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទព្រៃធីព្រឹកនេះទាហានថៃបន្តបាញ់ផ្លោងចូលទឹកដីកម្ពុជាទៀតហើយព្រំដែនតាំងពីព្រឹកព្រលឹមរហូតមកដល់ម៉ោងជាង8ថ្ងៃទី12ខែធ្នូឆ្នាំ2025នេះទាហានថៃបាននឹងកំពុងតែបន្តបាញ់ផ្លោងចូលកម្ពុជាទៀតហើយនៅខេត្តរដូវមានជ័យសមរភូមិប្រាសាទតាមាន់តាក្របីនិងថ្មដូនទាហានបានបន្តបើកការបាញ់ប្រហារតាំងពីម៉ោង6ជាងព្រឹកនៅទិសព្រះវិហារភ្នំខ្មោចអានសេះទាហានក៏កំពុងតែបាញ់ផ្លោងចូលដោយឡែកនៅខេត្តបន្ទាយមានជ័យសមរភូមិជោគជ័យភូមិប្រច័ន្ទនិងបឹងត្រកួនទាហានថៃក៏កំពុងតែបាញ់គ្រាប់ផ្លោងបើហើយបញ្ជូនទ័ពថ្មើរជើងមកទៀតហើយយ៉ាងណាក៏ដោយនៅគ្រប់សមរភូមិកងកម្លាំងរបស់កម្ពុជាយើងនៅទប់ទល់និងបន្តឈរជើងនៅលើទីតាំងបានយ៉ាងរឹងមាំបាទបងប្អូនបាទអញ្ចឹងមកដល់ថ្ងៃទី12ព្រឹកនេះបាទទាហានសៀមគឺនៅតែបន្តបាញ់មកលើទឹកដីកម្ពុជាយើងតាំងពីម៉ោង6ព្រឹករហូតមកដល់ម៉ោង8ហើយបងប្អូនបាទគឺនៅមិនទាន់ឈប់ទេទោះបីជាអនុทินបានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថាគេនឹងប្រគល់អំណាចទៅឲ្យពលរដ្ឋវិញក៏ដូចជាសូមព្រះមហាក្សត្របាទដើម្បីចេញបរិយាក្រឹតរំលាយសភាយ៉ាងណាក៏ដោយ